ok យើងបែកគ្នាយូរឥឡូវថ្ងៃនេះយើងដូររសជាតិតិចមកតាក់ទងនឹងខនេះគឺខ្លីៗងាយយល់ប៉ុន្តែយើងមិនមែនធ្វើ rap hip hop អីទៀតទេគឺយើងចាប់ផ្ដើមងាកមកមើល Vina House បែប chill ម្ដងប៉ុន្តែមុនចាប់ផ្ដើមចង់ណែនាំអ្នកទាំងអស់គ្នាបន្តិចតាក់ទងនឹង page របស់ខ្ញុំគឺ back មកវិញហើយ Camo Studio គឺមានផ្ដល់ជូនspeaker ធ្វើ playing KOK Monkey មានច្រើនមែនតើអ្នកនាងអាចឆាតចូលទៅកាន់ page ដើម្បីតាក់ទងទិញតំណែង speaker ទាំងអស់អូខេអរគុណអូខេអញ្ចឹងសម្រាប់វីដេអូទី1គឺយើងនឹងធ្វើតាក់ទងទៅនឹងការរៀប kick អូខេហើយកុំប្រញាប់អីយើងរៀនមួយទៅសម្រាប់អ្នកដៃថ្មីហើយក៏សូមផ្លូវដើរផងដែរសម្រាប់មេដែលគាត់ចាប់ផ្ដើមយូរមកដោយសារខ្ញុំក៏ថ្មីដែរប៉ុន្តែយើងអាចយល់បានខ្លះតាក់ទងទៅនឹងការប្រើប្រាស់ FL Studio អូខេអញ្ចឹងមែនទៅសម្រាប់ភ្ញៀវដែលគាត់ទិញ speaker ពីខ្ញុំគឺខ្ញុំមាន free sound pack ពីមួយចំនួននេះឲ្យquality ដែរនិយាយទៅអូខេអញ្ចឹងយើងអាចមើលបើសិនជាបងប្អូនខ្ជិលdownload អញ្ចឹងអាចយកពីខ្ញុំទៅក៏បានដែរអូខេអូខេអញ្ចឹងរបៀបនៃការរៀប kick គឺដាក់យកជាន់4យកហ្មងអូខេប្រេកវាបន្តិចដោយសារវាជាន់អូខេ sorry យើង copy មកយើងផាអញ្ចឹងអ្វីដែលអ្នកឃើញគឺយើងប្រើ4 bit 1 2 3 4 1 2 3 4អូខេ1 2 3 4 1 2 3 4អូខេដល់ឡែកកន្លែងនេះគឺយើងត្រូវ skip វាចោលហើយដោយសារយើងត្រូវ roll វាឡើងអញ្ចឹងបកមកវិញអូខេរបៀបនៃការធ្វើបទប្រភេទអញ្ចេះយើងគួរតែមើលវាហើយតាក់ទងទៅនឹងកម្លាំង sound នៃវាចេញដក0ហើយអូខេចឹងថយវាបន្តិចមកដល់បុក click លើវាមកហើយបន្ថយវាមកអូខេដក6មកអូខេដក3មកអូខេយើងធ្វើកម្មមិចឲ្យហើយអូខេធ្វើកម្មមិចឲ្យហើយយើងប្រើ EQ មួយហើយយើងមើលស្ដាប់កន្លែងណាដែលវារៀងដូចសលេងគោះប៉ោតណាคลิกអូខេគេយើងដាក់ compressor មួយទៀតអូខេតោះអូខេចឹងសម្រាប់ការដាក់ kick យើងដាក់ប៉ុណ្ណឹងណា